បើជួបគ្នាសាជាថ្មីជាមួយនឹង podcast ដែលយើងនឹងធ្វើការជជែកពិភាក្សាគ្នាតាក់ទងជាមួយនឹងបញ្ហាសុខភាពហើយប្រធានបទរបស់យើងនៅក្នុងសប្តាហ៍នេះដែរគឺយើងនឹងធ្វើការជជែកពិភាក្សាជុំវិញការសម្រាលទាំងសម្រាលធម្មជាតិនិងវះកាត់ប៉ុន្តែវីដេអូនេះខ្ញុំសូម shout out ជូនជាពិសេសហ្មងសម្រាប់ម៉ាក់ដែលគាត់មានគម្រោងថាសម្រាលធម្មជាតិណាថ្ងៃអាចស្ដាប់វីដេអូនេះបានហើយមិនមែនតែសម្រាលធម្មជាតិទេអ្នកដែលគាត់ធ្លាប់សម្រាលហើយពីមុនក៏យើងនឹងមានជាការជជែកពិភាក្សាតាក់ទងជាមួយនឹងការមានផ្ទៃពោះលើកទី2លើកទី3ដែរអញ្ចឹងអាចស្ដាប់វីដេអូនេះទាំងអស់គ្នាបានចាហើយថ្ងៃនេះខ្ញុំក៏បានជួបជាមួយនឹងគ្រូពេទ្យផ្នែកខាងសម្ភពចាគឺអ្នកគ្រូសុភារចនាចាដែលគាត់ឯកទេសផ្នែកខាងសម្ភពនិងរោគស្ត្រីហើយអ្វីដែលពិសេសហ្នឹងគឺគាត់ជាអ្នកដែលបង្កើតអនចានឲ្យខ្ញុំដែរហ្នឹងហើយអញ្ចឹងថ្ងៃនេះពិសេសជាងរាល់ដងដែលរាល់ដងគាត់ថាជា special guest ចូលរួមជាមួយនឹង podcast តែថ្ងៃនេះជួបជាមួយអ្នកគ្រូផ្ទាល់ធ្លាប់សម្រាលឲ្យហ្មងចាអញ្ចឹងថ្ងៃនេះដែរចង់សួរអ្នកគ្រូតាក់ទងជាមួយនឹងវិធីចាថាតើមានវិធីសាស្ត្រឬមួយក៏មានជាកថាអីដែលយើងអាចជំរុញធ្វើឲ្យយើងអាចសម្រាលធម្មជាតិបានណាព្រោះដោយសារតែពេលដែលមានផ្ទៃពោះភ្លាមៗហ្នឹងទាំងខ្ញុំទាំងគេគឺសេតគោលដៅមួយឯងថាខ្ញុំចង់សម្រាលធម្មជាតិចាអញ្ចឹងមានកថាអីដែលអាចជួយជំរុញបានខ្លះដែរអ្នកគ្រូចាហ្នឹងហើយក៏ពិតមិនមែនតែអូនទេដែលតែថាបាត់រដូវហើយសួរអ្នកគ្រូថាតើធ្វើម៉េចអាចសម្រាលធម្មជាតិបានទាំងឥឡូវហ្នឹងកូននៅទូចមិនទាន់ឃើញបេះដូងមិនទាន់ឃើញអីណាប៉ុន្តែក៏ពិតនេះជាដំណឹងល្អជារឿងល្អដែលស្ត្រីម្នាក់គាត់មានការតាំងចិត្តចង់សម្រាលធម្មជាតិអញ្ចឹងច្បាស់ណាស់ទោះបីជាបានមិនបានប៉ុន្តែគាត់ប្រកាសជាខំអស់លទ្ធភាពដើម្បីទទួលបាន the best ហ្មងណាធ្វើម៉េចនិយាយទៅបើបានមិនបានហើយចាំគិតទៀតតែខ្ញុំព្យាយាមសិនចាហ្នឹងហើយបើយើងនិយាយថាកត្តាអីខ្លះទៅដែលធ្វើឲ្យសម្រាលធម្មជាតិបានណាប្រហែលជាម៉ាក់ភាគច្រើនគាត់អាចមើលឃើញថាខ្ញុំខំអស់ហើយមិនខ្ញុំកើតដោយធម្មជាតិអត់បានតែនេះខ្ញុំចង់បញ្ជាក់ថាដោយសារវាមានកត្តា3នៅក្នុងហ្នឹងទើបយើងអាចសម្រាលធម្មជាតិបានទី1គឺកត្តាម្ដាយខ្លួនឯងហ្នឹងសុខភាពម្ដាយតែម្ដងទី2កត្តាកូនក្នុងផ្ទៃចាហើយទី3គឺកត្តាមានផ្ទៃពោះហ្នឹងតែម្ដងអញ្ចឹងដើម្បីឲ្យវារលូនតើតែទាំង3ហ្នឹងល្អទាំង3ទើបធ្វើឲ្យយើងអាចសម្រាលដោយធម្មជាតិបានតែនៅពេលដែលយើងមានបញ្ហាលើផ្នែកណាមួយក៏យើងអត់អាចជោគជ័យបានដែរចានេះក៏ជាវត្តពិសោធន៍ដូចគ្នាដែរចាព្រោះអីហ្នឹងឯងបើអ្នកដែលគាត់ធ្លាប់តាមដានខ្ញុំគាត់ដឹងហើយថាខ្ញុំសម្រាប់ដល់ការវះកាត់ទេប៉ុន្តែក៏ឆ្លងកាត់ការឈឺពោះដែរតែចុងក្រោយក៏យើងបដូរទៅការវះកាត់ភ្លាមៗដល់ចប់យូរទីប៉ុន្តែគាត់ថាចិត្តមួយហ្នឹងគឺដាក់គោលដៅខ្លួនឯងណាប៉ុន្តែខ្ញុំចាំពាក្យអ្នកគ្រូប្រាប់ខ្ញុំមួយមុនពេលខ្ញុំចូលដល់បន្ទប់ត្រៀមសម្រាលខ្ញុំថាកុំតន់ចង់និយាយថាset ថាខ្លួនឯងអូខេបើកូនអត់ទាន់ចេញពីក្នុងខ្លួនទេមានរឿងជាច្រើនណាស់ដែលកាត់ឡើងពេលដែរអញ្ចឹងហើយបើសម្រាប់ខ្ញុំមានតែករណីមួយដែលយើងដឹងពីខ្លួនឯងតែក៏មានជាករណីអីជាច្រើនទៀតដែរដែលថ្ងៃនេះយើងនឹងសុំសួរអ្នកគ្រូចាក៏ចែកពិភាក្សាទៅដល់ជាមួយនឹងបញ្ហានេះដែរចាអញ្ចឹងបើសួរថាតែទាំង3 step ហ្នឹងបើសិនជាឧទាហរណ៍ថាធ្វើបានតើលទ្ធភាពនៃការអាចសម្រាលធម្មជាតិហ្នឹងវាបានច្រើនទេអ្នកគ្រូអាចនិយាយបានថាប្រមាណភាគរយដែរដែលគាត់ថាឧទាហរណ៍ថាឥឡូវយើងធ្វើមិនដើម្បីបានសម្រាប់ធម្មជាតិបានតើបើសិនជាធ្វើចឹងហើយណាតើលទ្ធផលថាលទ្ធភាពចាលទ្ធភាពនៃការដែលសម្រាប់ធម្មជាតិហ្នឹងអាចបានប្រមាណភាគរយដែរតើបើកត្តាទាំង3ហ្នឹងវាដំណើរការរលូនគឺស្មើនឹង 100% ហើយដែលស្ត្រីម្នាក់ហ្នឹងគាត់អាចសម្រាប់ធម្មជាតិបានតែអ្វីដែលវាពិបាកនៅក្នុងការនិយាយទុកមុននោះគឺយើងធ្វើបានតែកត្តាម្ដាយឯងម្ដាយត្រូវថែខ្លួនមិនត្រូវរៀបចំខ្លួនមិនទាំងអារម្មណ៍របស់គាត់ទាំងទឹកចិត្តរបស់គាត់ប៉ុន្តែដល់ពេលកត្តាកូនក្នុងផ្ទៃក៏យើងអត់អាចទៅកែខៃបាន 100% ហើយទី2កត្តាជំងឺក្នុងខ្លួនយើងដែលពេលខ្លះអ្នកជំងឺអាចនឹងមានជំងឺកើតមានដែលអត់មានហេតុផលអាហ្នឹងហើយដែលយើងអត់អាចដឹងថាតើវានឹងមានរឿងអីកើតឡើងនៅក្នុងដំណើរ9ខែរបស់យើងណាតែបើសិនជាសួរថាបើ3នឹងល្អហើយគឺធម្មជាតិបាន 100% ចាអញ្ចឹងបានន័យថាសំណួររបស់ខ្ញុំមិញហ្នឹងរៀងខុសបន្តិចបានន័យថាបើ3នឹងទៅរួចហើយវាទៅរួចហើយអញ្ចឹងតែខ្លាចតាទី3វាទៅមិនរួចចាចុះសួរថារឿងដែលតាក់តងនឹងទៅមិនរួចវិញតើកត្តាអីគេខ្លះដែលអាចនឹងធ្វើឲ្យការសម្រាប់ធម្មជាតិហ្នឹងវាទៅអត់រួចយល់ថាត្រូវជាការបដូរទៅការវះកាត់ភ្លាមនៅក្នុងករណីខ្ញុំអញ្ចឹងចាក្នុងករណីខ្ញុំគឺបើអ្នកដែលគាត់តាមដានវីដេអូយើងដឹងហើយគឺកូនគាត់អត់ព្រមចុះមកអាំងតាគៀប៉ុន្តែមានកត្តាអីផ្សេងទៀតទេអ្នកគ្រូដែលយើងត្រូវជាការផ្លាស់ប្ដូរភ្លាមណាចាជារួមការផ្លាស់ប្ដូរភ្លាមយើងនិយាយថាពេលដែលតាមដានផ្ទៃពោះគឺសុខភាពម្ដាយល្អទាំងអស់ប៉ុន្តែចូលដល់ពេលឈុតឈឺពោះសម្រាលថាហេតុអីបានត្រូវបដូរច្បាស់ណាស់គឺកត្តាកូនទី1ដែលច្រើនជាងគេនោះគឺពេលខ្លះក្បាលកូនអត់ចុះ
ទី2ច្បាក់បេះដូងកូនចាប់ផ្ដើមខ្សោយសូនៅពេលដែលកូនចាប់ផ្ដើមខ្សោយហើយយើងអាចទុកគាត់ចោលនៅក្នុងពោះនឹងរយៈពេលយូរពេកឯងធ្វើឲ្យគាត់កាន់តែខ្សោយទៅរហូតដល់ពេលខ្លះអាចស្លាប់ក្នុងពោះក៏មានដែរចាហើយបើកត្តាដែលមួយទៀតដែលយើងឃើញច្រើនដែរគឺម្ដាយខ្លួនឯងម្ដាយដែលគាត់មានអារម្មណ៍ថាគាត់ឈឺខ្លាំងគាត់ប្រឹងយូរព្រោះរយៈពេលទៅគាត់អស់កម្លាំងអស់ទឹកចិត្តនៅក្នុងការប្រឹងអញ្ចឹងក៏វាជាហេតុផលនៃការបដូរទៅជាការវះកាត់បន្តនេះដែរចាអាហ្នឹងអាចតកតងជាមួយនឹងបញ្ហាគីឡូកូនដែរទេអ្នកគ្រូព្រោះដោយសារអ្នកខ្លះគេច្រើននិយាយថាចង់និយាយថាមិនបានសម្រាលអត់ធម្មជាតិអត់បានចឹងហើយកូនតាប៉ុណ្នេះគីឡូ2គីឡូជាងហ្នឹងគេកើតដល់កូន4គីឡូហ្នឹងនៅកើតកាយដល់ពេលខ្លួនឯង12គីឡូជាងមិនក៏ត្រូវវះចាវាអាស្រ័យមានកត្តាច្រើនច្បាស់ណាស់កូនគីឡូកាន់តែធំកូនម្ដាយកាន់តែពិបាកកើតតែក៏មិនមែនមានន័យថាកូនគីឡូតូចហ្នឹងគឺដឹងតែកើតស្រួលដែរព្រោះជាទូទៅកូនកាន់តែតូចគឺងាយកាន់តែខ្សោយទៅវិញទេឧទាហរណ៍ករណីខ្លះដែលគ្រូពេទ្យត្រូវសម្រេចចិត្តវះព្រោះតែកូននឹងលូតលាស់យឺតឬមួយក៏ស្ទើរគីឡូណាករណីហ្នឹងយើងអត់និយាយថាគាត់កើតអត់រួចទេប៉ុន្តែគឺយើងគិតទៅដល់សុខភាពក្មេងហ្នឹងដែលគាត់អាចខ្សោយនៅពេលដែលកំពុងតែឈឺពោះអញ្ចឹងបានចង់ឲ្យម៉ាក់យល់ថាពេលដែលសម្រាលកូនមិនដូចយើងបើកដបហើយចាក់កូននឹងចេញមកឯងវាត្រូវការពេលវេលាមួយវាត្រូវការច្បាច់ស្បូនមួយកូនរងអធិពលចាថាកូនតូចកាន់តែតូចកាន់តែស្រួលកើតចឹងណាចាយកប្របាក់តែអ្នកកូនធំតែជារួមបើសិនជាយើងនិយាយចេះបើតូចសមរម្យហើយសុខភាពល្អឧទាហរណ៍3គីឡូឬក៏2គីឡូ8 2គីឡូ9តែគាត់មិនមែនជាប្រភេទកូនលូតលាស់យឺតឬមួយក៏ស្ទើរគីឡូណាកូនតូចគីឡូតូចប៉ុន្តែសុខភាពល្អច្បាស់ណាស់ស្រួលកើតជាងកូនធំដែលឈានដល់4គីឡូតែបើសិនជាកូននឹងជាក្មេងដែលគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាខ្សោយពីក្នុងពោះឬក៏ស្ទើរគីឡូអញ្ចឹងយើងលែងគិតរឿងទូចរឿងធំហើយយើងគិតតាមមួយយ៉ាងថាបើយើងបដ ாய் ឲ្យឈឺពោះគាត់អាចខ្សោយកាន់តែខ្លាំងឬក៏អាចស្លាប់អំឡុងពេលឈឺពោះចាចុះកត្តាអីគេខ្លះដែលចង់និយាយថាអាមិញដែលខ្ញុំសួរអ្នកគ្រូហ្នឹងគឺកត្តាដែលផ្លាស់ប្ដូរពីសម្រាប់ធម្មជាតិទៅវះកាត់តែផ្លាស់ប្ដូរភ្លាមពេលដែលឈឺពោះនឹងដូចយូរទៅជាក់ស្ដែងខ្ញុំអញ្ចឹងណាចាប៉ុន្តែតើកត្តាអីគេខ្លះដែរចង់និយាយថាម៉ាក់ហ្នឹងគឺគាត់ត្រូវតែត្រៀមបានន័យថាគាត់អត់អាចទៅសម្រាប់ធម្មជាតិបានណាគឺត្រៀមវះកាត់តាំងពីដំបូងហ្មងអាហ្នឹងមិនបាច់ចាំឈឺពោះហ្មងតើហេតុមូលហេតុអីបានគ្រូប្រាប់ថាត្រូវទៅវះកាត់អញ្ចឹងណាអ្នកគ្រូចាអូខេចាហ្នឹងហើយមានករណីមួយចំនួនដែលស្ត្រីហ្នឹងមិនអាចទទួលការឈឺពោះបានទេអញ្ចឹងណាដែលក្នុងនោះច្បាស់ណាស់ម្ដាយមានជំងឺឧទាហរណ៍ម្ដាយមានបញ្ហាទឹកនោមផ្អែមដែលជាតិស្កររបស់គាត់ហ្នឹងខ្ពស់ខ្លាំងអញ្ចឹងគាត់អត់អាចឈឺពោះបានទេទី2ទឹកនោមប្រៃដែលខ្មែរយើងគេហៅថាបំរុងកាឡាភ្លើងចាហើមដៃហើមជើងអញ្ចឹងទៅហើយឡើងសពាតឈាមខ្ញុំអាហ្នឹងឯងតែព្រោះណាពេលហ្នឹងដូចជាអ្នកគ្រូប្រាប់ខ្ញុំចឹងណាហើយខ្ញុំធ្វើការបថយញ៉ាំប្រៃទៅក៏ចុះមកវិញទៅចាបើគាត់មានជំងឺហ្នឹងបើគាត់មានជំងឺបំរុងកាឡាភ្លើងដែលមានកម្រិតមួយដែលគ្រូពេទ្យអត់អាចឲ្យគាត់សម្រាលបានហើយបើក្នុងករណីខ្លះទៀតម្ដាយនិងកូនហ្នឹងអត់ស៊ីមេត្រីគ្នាមានន័យថាម្ដាយតាគៀកគាត់តូចឧទាហរណ៍1.45 1.50ស្រាប់តែគាត់ហ្នឹង3គីឡូកន្លះ4គីឡូយើងមើលឃើញថាតើឲ្យគាត់ឈឺចោលធ្វើអីបើលទ្ធភាពនៃការចុះរបស់ក្បាលកូនហ្នឹងវាធៀបជាមួយនឹងតាគៀកម្ដាយណាអញ្ចឹងធ្វើឲ្យគាត់អត់អាចសម្រាលបានចាប៉ុន្តែគ្រាន់តែអ្នកខ្លះគាត់នៅតែចង់បន្ថយអ្នកគ្រូចាវាអាស្រ័យទៅលើលក្ខខណ្ឌដែរបើសិនជាគាត់ដូចឧទាហរណ៍ករណីបងអូនគឺករណីដែលល្អមែនតើនៅក្នុងការដែលនឹងបងល្អអ្នកគ្រូឈឺពោះហើយវះដែរហ្នឹងអត់ទេយ៉ាងណាយើងស្គាល់យើងដឹងច្បាស់ថាហេតុអីយើងវះហើយយើងធ្វើបានអីខ្លះល្អអីខ្លះហើយអ្វីទៅជាហេតុផលដែលធ្វើឲ្យទទួលការវះកាត់បើសិនជាការនោះអត់បានត្រៀមឈឺពោះហើយយើងសម្រេចចិត្តថាវះហ្មងទៅព្រោះខ្លាចអញ្ចែព្រោះឃើញខ្ញុំតូចឃើញកូនខ្ញុំរៀងធើបងប្រហែលជានៅសង្ស័យថាចេះពេទ្យកាលហ្នឹងបើឲ្យខ្ញុំកើតប្រហែលជាខ្ញុំកើតរួចមកទៅប្រហែលអញ្ចឹងចុះក៏មានអារម្មណ៍មួយស្ដាយមានអារម្មណ៍មួយសង្ស័យអញ្ចឹងទៅប៉ុន្តែនៅពេលដែលយើងបានស្គាល់ភ្លក់រសជាតិឈឺពោះយើងបានតាមដានយើងបានដឹងយើងមានរយៈពេលមួយជាក់លាក់ថាចេះបើទុកតទៅទៀតកូននឹងកាន់តែខ្សោយហើយអញ្ចឹងម្ដាយខ្លួនឯងច្បាស់លាស់ថាខ្ញុំក្នុងនាមជាម្ដាយម្នាក់ពិនិត្យពោះក៏ខ្ញុំធ្វើបានអស់ថែខ្លួនមិនពេទ្យផ្ដាំផ្ញើមិនខ្ញុំធ្វើទាំងអស់ដល់ថ្ងៃឈឺពោះខ្ញុំឈឺដូចម៉ែគេធម្មតាប៉ុន្តែនៅពេលដែលខ្ញុំអត់អាចប្រឹងបញ្ចេញកូននឹងចេញព្រោះតែហេតុផលផ្សេងហេតុផលក្បាលកូនអត់ចូលក្នុងអាងតាគៀចាអាហ្នឹងមិនមែនយើងទៅចុចកងតាក់បជាថាកូនណាចុះមកអត់ដូចយើងចង់ឯណាដល់ពេលអញ្ចឹងទៅវាធ្វើឲ្យយើងទទួលស្គាល់ថាអ្វីដែលម៉ែធ្វើនៅពេលនោះគឺម៉ែធ្វើអស់ហើយ
choអ្នកគ្រូចាំករណីនិយាយទៅអ្នកគ្រូចាំពេលដែលខ្ញុំឈឺពោះអត់ ចាចាំ ចាំសពេចសពេតឬក៏ចាំដែរចាំខ្ញុំជាមួយខ្ញុំនិយាយមួយពេលហ្នឹងនិយាយទៅខ្ញុំឆ្លងកាត់ការឈឺពោះដូចអ្នកម្ដាយសម្រាលធម្មជាតិចឹងប៉ុន្តែគាត់ថាពេលហ្នឹងគឺចានគាត់អត់ចុះមកអាំងតាគៀកប៉ុន្តែចិត្តខ្ញុំមួយដូចខ្ញុំជំរាបអ្នកគ្រូចឹងគឺខ្ញុំនៅគិតថាចាខ្ញុំអាចធ្វើបានព្រោះដោយសារតែខ្ញុំគិតថាមិនមែនបានន័យថាខ្ញុំអត់ទ្រាំជាមួយនឹងការឈឺចាប់នឹងអត់បានទេព្រោះខ្ញុំដាក់ខ្ញុំសេតក្នុងចិត្តថាគេធ្វើបានយើងក៏ធ្វើបានតែអ្វីដែលចង់និយាយថាធ្វើឲ្យមានការផ្លាស់ប្ដូរថាទៅជាសម្រាលវះកាត់ព្រាមនោះពេលហ្នឹងគឺដោយសារតែកូនអត់ចុះមកអាំងតាគៀកហើយអ្នកគ្រូគាត់សួរដែរពេលហ្នឹងថាចេះយើងអូនឯងនេះចង់ចាំទៀតអត់ព្រោះដោយសារអ្នកគ្រូគាត់អត់បខំយើងថាអូនឯងត្រូវតើវះឬក៏អីទេមិនមែនថាគាត់បខំទេប៉ុន្តែពេលហ្នឹងក៏គាត់សួរយើងអញ្ចឹងណាព្រោះដោយសារយើងមើលទៅលក្ខខណ្ឌយើងបើសិនយើងនៅជួបបន្តទៀតក៏អត់ដឹងថាកូនចុះមកទៀតអត់ដែរប៉ុន្តែពេលហ្នឹងខ្ញុំសុំពេលគាត់មួយថាឥឡូវអ្នកគ្រូខ្ញុំសុំចាំមួយទៀតបានអត់ប៉ុន្តែក៏អ្នកគ្រូគាត់ឲ្យជួយជំរុញណាអូខេឥឡូវគាត់ឲ្យរយៈពេលប៉ុណ្ណាចាំបើសិនជាផុតប៉ុណ្ណឹងហើយកូនខ្ញុំនៅតែអត់ចុះទៀតអាហ្នឹងយើងអត់អាចចាំទៀតបានទេព្រោះដោយសារតែកូនចាប់ផ្ដើមរៀងកាន់តែពិបាកកាន់តែខ្សោយអីចឹងអញ្ចឹងទៅក៏ខ្ញុំអាចនិយាយថាខ្ញុំអត់ចង់បន្ថយនឹងការដែលខ្លួនឯងចង់ព្យាយាមសម្រាប់ធម្មជាតិប៉ុន្តែយកកូនដែលកំពុងតែពិបាកហ្នឹងមកបន្ថយមួយយើងអញ្ចឹងខ្ញុំនិយាយទៅពេលហ្នឹងនិយាយថាចាំដែរអស់ចិត្តហើយនៅពេលដែលអ្នកគ្រូឲ្យរយៈពេលមួយហ្នឹងដូចជាប៉ាហ្នឹង15នាទី45នាទីខ្ញុំអត់ចាំទេគួរតែ40នាទីចាប៉ុន្តែគ្រាន់តែថាពេលហ្នឹងអស់ចិត្តហើយឆ្លងកាត់អាហ្នឹងហើយអញ្ចឹងក៏សម្រាប់ចិត្តថាសម្រាប់វះកាត់ទៅបើរំលឹកទៅការសម្រាប់ការវិញណាកាលនោះសម្រាប់កាយសម្រាប់កូនចាមានន័យថាដោយសារគាត់ស្ថិតក្នុងកម្រិតមួយដែលអាចនៅសាក់លបងបានមិនមែនដាច់ខាតត្រូវតែវះទេវាមានករណីខ្លះដែលយើងអាចទៅទាយទុកមុនថាចេះដឹងតែកើតរួចដឹងតែកើតអត់រួចទេករណីខ្លះដែលការសាក់លបងនោះអត់ប៉ះពាល់ទៅលើម៉ែនិងកូនឧទាហរណ៍ដូចកាលហ្នឹងកូនខ្ទង់3គីឡូអញ្ចឹងយើងអាចសាក់លបងបានអញ្ចឹងឲ្យតែយើងច្បាស់ថាចង្វាក់បេះដូងកូននៅល្អកម្លាំងដែលគាត់ស៊ូជាមួយម្ដាយនៅល្អគឺយើងអាចនៅប្រើរយៈពេលមួយតាមដានបានហើយអញ្ចឹងណាអញ្ចឹងបាននឹកឃើញកាលនោះខ្ញុំអាណិតនឹកឃើញថាឈឺណាស់ចុះពេលដែលក្បាលកូនអត់ចុះមាត់ស្បូនចេះតែបើកអញ្ចឹងស្បូនចេះតែច្បាច់ទេណាដល់អញ្ចឹងខ្ញុំដឹងច្បាស់ថាម្ដាយគឺឈឺខ្លាំងណាស់ប៉ុន្តែហេតុតែចង់ឲ្យកូនចេញតាមនឹងអញ្ចឹងចេះតែទ្រាំទៅអញ្ចឹងទៅកាលហ្នឹងបានពាក្យទៅសារពីអ្នកគ្រូមួយដែរខ្ញុំនៅចាំទៅចាអូហើយទូចទេប៉ុន្តែអ្នកគ្រូមើលចង្វាក់កន្ត្រាក់ស្បូនថានេះឈឺនេះប៉ុនទ្រាំពេលនេះសើចឹងទៅរៀងថាកាន់តែមានទឹកចិត្តប៉ុន្តែចំណុចមួយដែលម៉ាក់ភាគច្រើនអត់ដឹងគាត់គិតថាខ្ញុំទ្រាំបានដែរគ្រូខ្ញុំសុំនៅបន្តទៀតប៉ុន្តែគាត់អត់បានយល់ថាចេះកូនក្នុងពោះនៅពេលដែលម្ដាយឈឺយូរទៅបែបហ្នឹងគាត់ឈឺដូចគ្នាតាគាត់ឈឺដូចគ្នាគាត់ខ្សោយដូចគ្នាព្រោះនៅពេលដែលយើងឈឺពេលយើងឈឺមួយញ៉ាវហ្នឹងគឺស្បូនច្បាច់ស្បូនកត្រាក់នោះគឺរត់គាត់ខ្លាំងមែនតើដើម្បីឆ្លងអាងតាគៀអញ្ចឹងពេលហ្នឹងគឺកូនខ្លះទៅថេះទៅថាទ្រាំអត់បានទេអញ្ចឹងគ្រូពេទ្យនៅពេលដែលគាត់តាមដានការឈឺពោះយើងមើលតារាងនោះយើងអាចដឹងថាទេក្មេងនេះនៅសុខភាពល្អក្មេងនេះចាប់ផ្ដើមខ្សោយអញ្ចឹងដរាបណាម្ដាយគេនៅមាំទាំដូចកៅឯងអញ្ចឹងនៅមាំនៅអីហើយអូននៅបេះដូងល្អអញ្ចឹងអ្នកគ្រូអត់ជំទាស់នៅក្នុងការតាមដានទេរងចាំចានៅរងចាំបានប៉ុន្តែយើងអស់ចិត្តត្រង់ហ្នឹងយើងស្គាល់របៀបដែលខ្លួនយើងធ្វើការដោយសារគ្រូពេទ្យយល់ពីរបៀបដែលខ្លួនដែលស្បូនច្បាច់ធ្វើការណាយើងដឹងច្បាស់ថាឥឡូវអត់អីទឹកចិត្តគេមាំទាំការឈឺចាប់ប៉ុណ្ណឹងម្ដាយគេទ្រាំបានប៉ុន្តែកូនចាប់ផ្ដើមមានសញ្ញាខ្សោយបើសិនជាយើងបដ ாய் ឲ្យគាត់ទ្រាំតទៅមុខទៀតកូនខ្សោយកាន់តែខ្លាំងទៅច្បាស់ណាស់គង់តែវះប៉ុន្តែវះបានកូនមួយដែលវាខ្សោយចាហ្នឹងហើយអាហ្នឹងក៏ជាហេតុផលមួយដែរអ្នកគ្រូបានប្រាប់ខ្ញុំកន្លែងហ្នឹងដែរថាបើកុំចាំទុកដល់កូនខ្សោយព្រោះគណៈតែកូនខ្សោយទោះជាវះចេញមកក្រៅហ្នឹងក៏គ្រាន់តែទឹកខ្សោយដែរអញ្ចឹងបាទខ្ញុំអាចនិយាយថាចេះទឹកចិត្តដែលខ្ញុំចង់សម្រាប់ធម្មជាតិហ្នឹងវាមានពីដំបូងហើយប៉ុន្តែខ្ញុំអត់ធ្វើឲ្យការដែលយើងរឹងរូសហ្នឹងវាជាអត្តពលដល់កូនយើងមិនមែនតែខ្លួនយើងទេខ្លួនយើងក៏អាចមានបញ្ហាហើយកូននិយាយទៅខ្ញុំអត់ខករឿងវះមួយធម្មជាតិតែសំខាន់ឲ្យសុខសប្បាយទាំងម៉ាក់ទាំងកូនចានេះខ្ញុំធ្លាប់ជួបអ្នកដែលគាត់អត់ព្រមអនុវត្តទៅតាមអ្វីដែលគ្រូពេទ្យគាត់ផ្ដល់ឲ្យណាគាត់គង់តែវះប៉ុន្តែវះនៅពេលដែលកូននឹងគាត់គេហៅថាជួអាចពេញក្នុងពោះ
ពួកគាត់ខ្សោយខ្លាំងមែនទែនគឺកូនជុះនៅក្នុងពោះតែកូនធម្មតាតតែកើតចេញពីពោះម៉ែមកបងគាត់ជុះប៉ុន្តែដល់ពេលដែលគាត់ច្បាច់ស្បូនយូរពេកហើយអ្នកខ្លះប្រើថ្នាំបង្កើនការឈឺពោះរយៈពេលយូរទៅហើយអត់បានវាយតម្លៃពីការចុះនៃក្បាលកូនអីត្រឹមត្រូវទេដឹងតែថាទុកមួយថ្ងៃអញ្ចឹងទៅមិនឈឺពោះជាទុកតាមតាណាអញ្ចឹងទៅអញ្ចឹងកូននឹងខ្សោយទៅហើយទីបំផុតគង់តែវះដូចគ្នាប៉ុន្តែអីដែលទទួលបាននោះវះហើយកូននឹងខ្សោយទៀតហើយលទ្ធផលនៃកូនខ្សោយមិនមែនដូចយើងគិតថាខ្សោយមកផ្លែតហើយចាប់ណាកូនខ្លះ សុខភាពកាត់ខ្សោយក ូនខ្លះឈឺអ្នកពិការអ្នកខ្លះគាត់ពិការទៅថ្ងៃមុខហើយកូនខ្លះចេញមកអាចស្លាប់ទៅទៀតក៏មានចាចូលលក្ខណៈថាដែលពិការដោយសារតែការសម្រាលហ្នឹងខ្សោយដោយសារការសម្រាលហ្នឹងអាចទៅជាជំងឺអីគេខ្លះអ្នកគ្រូមានរឿងច្រើនព្រោះនៅពេលដែលក្មេងម្នាក់ហ្នឹងគាត់ខ្សោយនៅក្នុងពោះពាក្យបច្ចេកទេសគេថាខ្វះអុកស៊ីហ្សែនហើយខ្លួនមនុស្សយើងនៅពេលអត់មានអុកស៊ីហ្សែនខួរក្បាលរបស់គាត់ហ្នឹងក៏អត់ដំណើរការល្អដែរអញ្ចឹងវាប៉ះសរីរាង្គខាងក្នុងខ្លួនគាត់ខ្លាំងមែនតើអញ្ចឹងចេញមកគាត់អាចមានបញ្ហាអ្នកខ្លះបកាច់អ្នកខ្លះទៅប៉ះពាល់ខួរក្បាលគាត់ការលូតលាស់សតិបញ្ញារបស់គាត់អញ្ចឹងទៅអញ្ចឹងហើយបើអ្នកខ្លះទៀតគាត់លេបអាលមួកដែលគាត់ជុះក្នុងពោះហ្នឹងទៅអាលៀកសួតអាលៀកអីឈឺរ៉ាំរ៉ៃពេញហ្នឹងទៅអញ្ចឹងបាទអ្នកគ្រូតែងនិយាយថាសម្រាប់ធម្មជាតិអ្នកគ្រូពិតជាលើកទឹកចិត្តឲ្យអ្នកគ្រូជឿថាម្ដាយជាច្រើនទ្រាំបានព្រោះកូនណាតែចង់ឲ្យយល់ថាមិនមែនយើងម្នាក់ឯងណាធ្វើបានទេព្រោះនៅកត្តា2ទៀតកត្តាកូននិងកត្តាផ្ទៃពោះបើសិនជាការទ្រាំរបស់យើងអត់ជះឥទ្ធិពលលើកូនបើសិនជាកូនយើងនៅមានសុខភាពល្អខ្ញុំទុកឲ្យទ្រាំតែដល់ពេលកូននៅមានសញ្ញាខ្សោយហើយគឺយើងអត់អាចរងចាំទេយើងត្រូវតែជួយក្មេងនឹងឲ្យតាន់ចាចាហើយអ្នកគ្រូមានអីដែលលេខណាថាជាសារទៅដល់ម៉ាក់ទាំងអស់គ្នាដែលមិនថានេះអីប៉ុន្តែអ្នកខ្លះគាត់នៅតែគិតថាទោះយ៉ាងណាក៏ដោយក៏ខ្ញុំនៅត្រូវតែការធម្មជាតិតើវានឹងមានផលវិបាកអីក្រៅពីកូនគឺហើយនឹងខ្លួនឯងទៀតណាគ្រូតែខ្លួនឯងវិញមិនដែរចាក៏ពិតនៅពេលដែលស្ត្រីម្នាក់ទងន់ណាហើយគាត់ប្រើសំណួរនឹងនៅក្នុងចិត្តតើខ្ញុំគួរកើតឬគួរវះតើខ្ញុំគួរជ្រើសរើសយកការវះឬជ្រើសរើសការកើតណាខ្ញុំស្ដាប់ទៅហើយខ្ញុំមានអារម្មណ៍ថាវាហាក់ដូចជារបស់មួយដែលយើងអាចគ្រាន់តែចុចកុងតាក់កំងបានតែក៏ពិតវាអត់អញ្ចឹងទេវាតកតងមួយកត្តាច្រើនអញ្ចឹងគួរតែឲ្យខ្លួនឯងស្ថិតក្នុងស្ថានភាពមួយថាសុខភាពខ្ញុំឥឡូវតើជំរឿសមួយណាដែលសុវត្ថិភាពសម្រាប់ខ្ញុំនិងកូនខ្ញុំមិនថាកើតមិនថាវះពីរហ្នឹងគឺល្អដូចគ្នាសិតតែមានផលប៉ះពាល់សិតតែមានផលល្អរបស់វារៀងខ្លួនអញ្ចឹងកុំយករូបភាពអ្នកដទៃកុំយកអ្វីដែលធ្លាប់ឃើញធ្លាប់ឮយកមកបំពាក់លើខ្លួនយើងឥឡូវហ្នឹងសូម្បីតែខ្លួនយើងថ្ងៃឈឺពោះនិងខ្លួនយើងពីម្សិលមិញក៏ដូរដែរចាសមមិនល្អសុកថ្ងៃឈឺពោះចាប់ដើមឡើងសពាតឈាមអញ្ចឹងខ្ញុំពិតជាលើកទឹកចិត្តឲ្យអ្នកជំងឺជឿជាក់ទៅលើគ្រូពេទ្យដែលកំពុងតែកាន់គាត់នៅពេលដែលគាត់ដឹងថាសុខភាពគាត់ឥឡូវកំពុងតែបែរទៅរកសញ្ញាគាត់ត្រូវដឹងថាគាត់ត្រូវធ្វើអីដើម្បីសុវត្ថិភាពទាំងកូនទាំងម៉ែបើត្រូវវះបន្ទាន់ក៏វះបន្ទាន់បើសិនជាត្រូវនៅរងចាំបានក៏រងចាំដែលវាមិនមែនជារបស់ដែលយើងកំងថាខ្ញុំចង់ញ៉ាំទឹកក៏អត់ចង់ទេមិនមែនជារឿងចង់មិនចង់ទេព្រោះគោលដៅយើងចេះតែសេះតែប៉ុន្តែសំខាន់តើពេលហ្នឹងវាមានរឿងអីគេខ្លះមានតែបត់បែនតាមនេះឯងព្រោះដោយសារបើសម្រាប់ចិត្តខ្ញុំហេតុអីបើខ្ញុំចង់សម្រាលធម្មជាតិព្រោះដោយសារខ្ញុំឮគេនិយាយថាអ្នកសម្រាលធម្មជាតិគេឆាប់ recover រាងកាយគាត់ឆាប់សះស្បើយវិញបានលឿនតែសូមចែកម្លែកតិចមើលវះឲ្យមានប្របាក់ខ្លាំងដូចគិតមុនវះអត់ចាអត់ទេបងទីណាអ្នកគ្រូនិយាយទៅអាចនិយាយបានថាពេលដែលខ្ញុំនិយាយចេះវិញពេលដែលឈឺពោះហ្នឹងគឺឈឺខ្លាំងមែនតើជាពិសេសអាពេលដែលលែងខ្ញុំបញ្ជាក់ប្រាប់អ្នកគ្រូថាអូខេខ្ញុំព្រមវះហ្នឹងណាពេលហ្នឹងដែលខ្ញុំរងចាំដែលគេរុញខ្ញុំទៅក្នុងបន្ទប់វះហ្នឹងយូរមែនតើខ្ញុំមានអារម្មណ៍យូរហើយគ្រាន់តែចូលក្នុងបន្ទប់វះតែមួយផ្លែទេមានអារម្មណ៍ថាចាប់ដើមអាការឈឺចាប់ហ្នឹងវារៀងរសាយប៉ុន្តែគាត់ថាពេលដែលយើងសម្រាប់ហើយយើងទៅជាឈឺធ្នេអញ្ចឹងប៉ុន្តែខ្ញុំគិតថាវាអត់អីទេព្រោះដោយសារធម្មតាយើងវះហើយមួយទៀតដែលខ្ញុំអត់ចង់សម្រាប់ធម្មសុំទោសអត់ចង់សម្រាប់ដែលការវះកាត់ពីដំបូងនោះដោយសារអីពាក្យថាវះខ្ញុំអត់សូវនិយាយថាតាំងពីកើតមកអត់ដែលទទួលការវះកាត់ណាធំនៅក្នុងជីវិតអត់ដែលទេអញ្ចឹងលឺសូថាសម្រាប់ធម្មជាតិបានចង់សម្រាប់ធម្មជាតិតែក៏មានការត្រៀមចិត្តទុកមុនដែរអ្នកគ្រូដូចជាការខែទី7ឬមួយក៏ទី8អេកូទៅឃើញមានសុកហុំកចាអញ្ចឹងក៏អ្នកគ្រូប្រាប់ថាបើសិនជាវានៅបន្តហុំទៀតគឺវាហែហ្នឹងយើងដឹងតាំងពីដំបូងហ្មងប៉ុន្តែបើយើងឈានដល់ថ្ងៃដែលជឿពោះហើយដល់ឡើងលើក្រែពេទ្យហើយវានៅតែអត់នេះទៀតខ្ញុំគិតថា
ព្រមលិខិតចឹងចឹងថាក្នុងនាមជាអ្នកម្ដាយថាព្រមលិខិតចឹងកំណត់ថាយើងមិនអាចបានតែយ៉ាងណាក៏ដោយមកដល់ឥឡូវអ្នកនរគ្នាឃើញហើយសុខភាពល្អទាំងម្ដាយកូនអានេះគឺជាលទ្ធផលដែលខ្ញុំគិតថាខ្ញុំអត់សម្រេចចិត្តខុសហើយអ្នកគ្រូថាទោះជាខ្ញុំអត់បានសម្រាប់ធម្មជាតិក៏ដោយតែខ្ញុំគោរពការសម្រេចចិត្តខ្លួនឯងហ្នឹងហើយលទ្ធផលដែលខ្ញុំទទួលបានគឺកូនខ្ញុំសុខភាពល្អមកដល់ឥឡូវខ្ញុំក៏មានបញ្ហាសុខភាពអីអានេះគឺល្អហើយចាអញ្ចឹងបានករណីរបស់ការដែលកើតមានណាបងចង់លើកទឹកចិត្តឲ្យម៉ាក់ទាំងអស់គ្នាយល់ថាចេះវះមិនស្រួលទេមិនមែនថាអូខ្ញុំខ្លាចឈឺពោះឲ្យខ្ញុំឡើងលើខែវះឲ្យគេវះនឹងល្អទេខ្ញុំចង់និយាយអញ្ចឹងកុំឲ្យមានអារម្មណ៍ថាតើតាការធម្មជាតិទៅមានគុណចំពោះកូនហើយដល់ពេលទទួលការសម្រាលដោយការវះកាត់នោះហាក់ដូចជាអត់បានធ្វើអីសម្រាប់កូនសោះការពិតអាហ្នឹងមែនទេអ្នកខ្លះគេនិយាយថាអូសម័យឥឡូវស្រួលណាកាត់វះអញ្ចឹងមិនដូចពីមុនទេម៉ែខំឈឺពោះអីចឹងវាមានអារម្មណ៍ថាយើងនឹងវាបាត់អាគុណតម្លៃជាម្ដាយនឹងមកផ្នែកដែរចឹងបងឲ្យគុណតម្លៃគុណនឹងពីរពួកបានឈឺពោះផងបានវះទៀតចាឈឺពោះឡើងឆ្អែតឡើងស្គាល់ពាក្យថាឈឺពោះហើយដល់ហើយវះទៀតដល់ពេលអញ្ចឹងក្រោយពីវះហ្នឹងគឺឈឺពីរតង់គឺទ្រាំខ្លួននឹងផងហើយក៏ឈឺទៅលើធ្នែកទៀតអញ្ចឹងមិញហ្នឹងភ្លេចជំរាបបងដែរតែតោះជាមួយនឹងការឈឺធ្នែកហ្នឹងធម្មតាការវះកាត់វាតែមានឈឺមុខរបួសខ្លះហើយប៉ុន្តែខ្ញុំអត់ដូចជាមិនគេហៅថាដូចទរនតរីมันជាអញ្ចឹងទេព្រោះពីអីហ៎ចាដល់មកពីអីហ៎ខ្ញុំគិតថាយើងញ៉ាំនិយាយទៅអាចនឹងនិយាយថាតើតើមួយសុខភាពយើងព្យាយាមថែសុខភាពផងហើយនឹងមួយទៀតទៅពេលដែលត្រឡប់មកផ្ទះវិញអាចនិយាយថាខ្ញុំនៅផ្ទះតែពីអ្នកបដយយេអញ្ចឹងគឺអត់មាននិយាយទៅអត់ស្គាល់ពាក្យកូនខ្ចីហ្មងខ្ញុំអត់មានស្គាល់ពាក្យសម្រាប់កូនខ្ចីទេវះមែនទេខ្ញុំដូចជាធម្មតាខ្ញុំពាក់តែហ្គែនខ្ញុំធ្វើការងារផ្ទះធម្មតាអញ្ចឹងហើយគ្រាន់ថាយើងជិះវៀងតែយើងរៀងលើកអីធ្ងន់អញ្ចឹងយើងអត់ធ្វើទេប៉ុន្តែខ្ញុំដូចជាខ្ញុំមិនដឹងថាកត្តាដែលសារតែយើងតល់ផងពេលខ្លះអ្នកខ្លះគេថាតល់ហើយក៏គ្មានអីជាងតល់ទេអញ្ចឹងអាចនិយាយថាតល់ផងព្រោះខ្ញុំនៅពីអ្នកប្តីអញ្ចឹងងើបនិយាយទៅតែយើងក៏ប៉ាន់កម្លាំងយើងដែរថាយើងអាចងើបទៅធ្វើការឬមួយក៏អីបានអត់ហើយជាក់ស្ដែងខ្ញុំមកធ្វើដូចធម្មតាដូចអត់មានកូនចឹងនិយាយទៅគឺអត់ស្គាល់ពាក្យថាកូនខ្ចីគេងជាប់រហូតព្រោះអ្វីដែលខ្ញុំ imagine ពេលដែលខ្ញុំតងូនហ្នឹងគឺខ្ញុំនឹកថាចាពេលដែលខ្ញុំសម្រាប់កូនឲ្យបានណាគេមើលកូនតិចខ្ញុំត្រូវសម្រាប់កូនខ្ចីនៅផ្ទះហើយព្រោះអីធ្លាប់យើងនៅមួយយាយអីចឹងគាត់តែមីងតែសម្រាប់ហើយចឹងគាត់មកនៅមួយម៉ែចឹងហើយយើងធ្លាប់លើកបាយលើកម្ហូបអីចឹងហើយយើងគិតថាអ្នកកូនខ្ចីហ្នឹងគឺធ្វើអីអត់កើតទេបានតែនៅលើក្រែហ្នឹងសូម្បីតែញ៉ាំបាយក៏គេលើកមកឲ្យអីចឹងតែអត់ទេខ្ញុំធ្វើម្ហូបខ្ញុំធ្វើអីបានធម្មតាទាំងអស់ហើយខ្ញុំគឺអ្នកវះកាត់ទៀតចាបងអញ្ចឹងខ្ញុំគិតថាវាអត់អីទេក៏ប៉ុន្តែការលះហះក្នុងការជាហើយអាចធ្វើអីបានហ្នឹងណារូបមន្តតែមួយព្រោះការអាសាទីមួយអាសាល្វីហើយបងអូនស្ដាប់តាមអ្វីដែលគ្រូពេទ្យណែនាំព្រោះនៅពេលដែលយើងអត់ទទួលការស្ដាប់នៅអ្វីដែលគ្រូពេទ្យណែនាំតាមក្បួនវិទ្យាសាស្ត្រមួយគេហៅថាតាមជំនឿតគ្នាធ្លាប់ធ្វើមិនអញ្ចឹងគាត់ធ្វើទាំងមិនដឹងហេតុផលបែបណាអញ្ចឹងវាអត់ចំណេញលើខ្លួនគាត់ទេស្ត្រីខ្លួនឯងដែលគាត់អនុវត្តខុសទៅលើជំនឿតគ្នាហ្នឹងគឺគាត់ខ្លួនឯងទ្រាំពិបាកនៅរឿងដែលគាត់មិនគួរតែនៅពេលដែលបងអូនជាមនុស្សពីកំណើតមកអាសាល្វីលះលហួនហើយតែងតែចង់ឲ្យខ្លួនឯងហ្នឹងប្រសើរតែងតែស្ដាប់នៅអ្វីដែលគ្រូពេទ្យណែនាំអញ្ចឹងគ្រូពេទ្យឲ្យដើរគ្រូពេទ្យឲ្យញ៉ាំគ្រូពេទ្យឲ្យតមអីតមហ្នឹងអញ្ចឹងវាធ្វើឲ្យខ្លួនយើងហ្នឹងវាដូចអ្នកដតីអញ្ចឹងវាអត់មានពាក្យថាកូនខ្ចីទេការវាកាត់ឲ្យតែយើងថែខ្លួនល្អខ្ញុំអត់មានអារម្មណ៍ថាខ្ញុំធ្លាប់ទទួលបានបទពិសោធន៍កូនខ្ចីដែរប៉ុន្តែកូនខ្ចីតែនៅក្នុងពេទ្យទេខ្ញុំនៅក្នុងពេទ្យគឺខ្ញុំពិតជាថ្នមខ្លួនហើយមែនហើយធម្មតានៅក្នុងពេទ្យបាយម្ហូបអីមានស្រាប់អញ្ចឹងអារម្មណ៍ដែលកូនខ្ចីហ្នឹងគឺមានតែប្រហែលថ្ងៃហ្នឹងឯងចាក្រោយមកពេលត្រឡប់មកផ្ទះគឺខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ដែរទទួលបានអារម្មណ៍ថាកូនខ្ចីហើយអ្នកខ្លះគេថាខ្លាចអត់ប៉ះទឹកអត់អីចឹងតែអត់ទេខ្ញុំលៀងកំប៉ុងដោះកកូនអីគឺធម្មតាចាអញ្ចឹងអានេះអាចនិយាយបានថាអ្វីដែលខ្ញុំនិយាយនេះគឺអាច sharing បទពិសោធន៍សម្រាប់កូនដំបូងចាសម្រាប់ម៉ាក់កូនដំបូងដែរប៉ុន្តែក៏មានជំនឿតគ្នាដែរថាគេថាបើសិនជាយើងធ្លាប់សម្រាប់ធម្មជាតិកូនទី1ចឹងហើយកូនទី2ទី3ក៏សម្រាប់ធម្មជាតិបានដែរតែអាហ្នឹងវាជាការពិតដែរឬទេអ្នកគ្រូឬមួយក៏វាមានកត្តាអីផ្សេងទៀតចូលរួមចឹងណាចាការពិតដោយសារគាត់ធម្មតាតែកើតកូនទី1ហើយកូនទី2កូនទី3អាចនឹងកើតស្រួលជាងទី1កាន់តែទី3ម្ដាយកាន់តែមានអារម្មណ៍ថាកើតស្រួលជាងមុនណាប៉ុន្តែបើយើងមើលទៅលើជ្រុងវិទ្យាសាស្ត្រវិញណាកើតកូនពី1ទៅ1ពេទ្យកាន់តែភ័យ
ចាបើម្ដាយខ្លួនឯងគាត់ធ្លាប់មានបទពិសោធន៍គាត់ធ្លាប់ដឹងតាក់ទិចនៃការប្រឹងគាត់អីចឹងទៅគាត់សង្កេតឃើញថាចាប់ពីទី2ទី3ទៅឡើងសើអីហើយប៉ុន្តែបើសុខភាពរបស់គាត់វិញការពិតកូនកាន់តែច្រើនពិសេសទី4ទី5ហ្នឹងគឺពេទ្យកាន់តែបារម្ភពួកតាក់ទងមួយនឹងកម្លាំងច្បាច់របស់ស្បូនរបស់គាត់ហ្នឹងគឺកាន់តែខ្សោយទៅមុខហើយអញ្ចឹងគាត់ប្រឈមជាមួយនឹងការហូរឈាមក្រោយសម្រាលខ្ពស់ជាងអ្នកដែលសម្រាលកូនដបងអានេះបើយើងនិយាយពីអ្នកដែលមានកូនច្រើនណាចាអញ្ចឹងអ្វីដែលអ្នកជំងឺកូនច្រើនគាត់អត់ទាន់បានច្បាស់លាស់នោះគឺនេះខ្ញុំអត់និយាយថាពិបាកកើតទេខ្ញុំដឹងថាកើតស្រួលប៉ុន្តែយ៉ាងហើយគាត់មានសញ្ញាឧទានមួយឲ្យគាត់ដឹងថាចេះគាត់ប្រឈមជាមួយនឹងការធ្លាក់ឈាមកាន់តែខ្ពស់ជាងកូនមុនចឹងมันអាចឲ្យខ្លួនឯងយកកូនមុនមកប្រៀបធៀបមួយកូនហ្នឹងឯងកូនមួយគិតមួយទោះបីម្ដាយនឹងដដែលឪពុកនឹងដដែលក៏ដោយគឺมันអាចគិតថាពីមុនអត់អីពីមុនខ្ញុំធ្លាប់អញ្ចឹងបានឥឡូវគឺត្រូវតែអញ្ចឹងអត់ទេគឺខ្លួនយើងប្រែប្រួលដោយពីមុនយើងមានជ្រួញមានស្កូវណាមិនចឹងដល់ពេលឥឡូវយើងចាស់យើងមានជ្រួញយើងមានស្កូវអញ្ចឹងស្បូនយើងក៏ខ្សោយទៅតាមនឹងសុខភាពយើងក៏ខ្សោយដូចគ្នាដែរចាអញ្ចឹងបើខ្ញុំសួរបកមកវិញមិញខ្ញុំថាបើសិនជាកូនទី1កើតធម្មជាតិតើកូនក្រោយសួរកើតធម្មជាតិអត់ប៉ុន្តែបើសិនជាឥឡូវកូនទី1សម្រាប់ដែលវះកាត់តើកូនទី2យើងសម្រាប់ធម្មជាតិបានដដែលឬមួយក៏យើងគួរតែសម្រាប់វះកាត់ដែរចាព្រោះដោយសារតែយើងធ្លាប់មានស្នាមទៅហើយចាកាពិតបើសួរថាចេះធ្លាប់វះលើកទី1លើកទី2ដាច់ខាតត្រូវតែវះអត់នេះខ្ញុំសូមថ្លែងថាអត់ដាច់ខាតទេតើអាចកើតបានអត់អាចកើតបានប៉ុន្តែមុននឹងសម្រាប់ចិត្តកើតលើកហ្នឹងស្ត្រីត្រូវតែដឹងអំពីស្ថានភាពសុខភាពខ្លួនឯងថាស្បូនដែលមានស្លាកស្នាមប្រឈមជាមួយនឹងហានិភ័យអីខ្លះ1 2 3 4 5គាត់ត្រូវដឹងគាត់អត់អាចគ្រាន់តែឲ្យខ្លួនឯងលឺគេនិយាយថាឃើញគេធ្លាប់វះហើយគេកើតបានខ្ញុំចង់កើតដូចគេមិនមែនជារឿងដែលចង់មិនចង់ទេវាជារឿងថាជាការសម្រាលកូនមួយដែលមានហានិភ័យជាងការដែលស្បូនអត់មានស្លាកស្នាមអញ្ចឹងពេទ្យពិតជាមិនអាចមើលឃើញថាតើស្លាកស្នាមដែលធ្លាប់វះពីមុនណាវាលហែកពេលណាអញ្ចឹងយ៉ាងហើយគាត់បានដឹងបើសួរថាតើវាយតម្លៃបែបម៉េចយើងបើសិនជាយើងបញ្យល់អស់ពីលក្ខខណ្ឌសុខភាពវាយតម្លៃថាទាំងម្ដាយទាំងកូននឹងល្អហើយស្ត្រីខ្លួនឯងទទួលស្គាល់ថាអ្នកគ្រូខ្ញុំអាសឹបខ្ញុំទទួលស្គាល់នៅលក្ខខណ្ឌសុខភាព1 2 3ដែលអាចកើតមានខ្ញុំចង់សាក់លបងទៅធម្មជាតិចាបានអាហ្នឹងបានប៉ុន្តែបើសិនជាគាត់អត់ទទួលយកលក្ខខណ្ឌដែលហានិភ័យហ្នឹងហើយគាត់គិតថាអត់ទេបើសិនជាមានបញ្ហាខ្ញុំអត់កើតទេអានឹងវាធ្វើម៉េចពីព្រោះអីស្បូនដែលធ្លាប់វះហើយវាដូចកង់ឡានដែលវាធ្លាប់បែកចឹងប៉ះហើយចាធ្លាប់មានបណ្ណាម្ដងហើយទោះបីជាយើងដេចិត្តទៅវិញប៉ុន្តែសាច់ស្បូននៅពេលដែលអត់កូនប៉ុណ្នេះដល់ពេលដែលមានកូនរីកធំចឹងចាអញ្ចឹងហើយនៅពេលដែលឈឺពោះសម័យទៅគឺវាច្បាច់អញ្ចឹងស្នាមដែលធ្លាប់ដេនោះវាយឺតចឹងដូចគ្នាអញ្ចឹងយើងពិតជាមើលមិនឃើញថាតើវាអាចនឹងធ្លាយនៅពេលណាបើសិនជាគាត់អត់អីគាត់សម្រាលឲ្យធម្មជាតិបានតែបើសិនជាគាត់អីពេលណាគឺត្រូវបដូរទៅជាការវះកាត់ភ្លាមអញ្ចឹងហើយគ្រូពេទ្យពិតជាអត់មានអ្នកណាអាចមើលទុកមុនថាចេះស្បូនដែលធ្លាប់វះហើយគឺដាច់ខាតត្រូវតែអត់អីដាច់ខាតត្រូវតែវះអត់ទេអញ្ចឹងសុទ្ធតែអាចមានហានិភ័យដូចគ្នាជាការសម្រាលផ្ទាល់មួយដែលប្រឈមជាមួយនឹងការធ្លាយស្បូនចាហើយក៏ធ្លាប់លឺមួយទៀតដែរតើតោងជាមួយនឹងអ្នកដែលគាត់សម្រាលវះកាត់គេថាអ្នកសម្រាលវះកាត់មានកូនបានតែ2ដងឯងអាហ្នឹងយើងមានតែ2ដងមែនឬមួយក៏យ៉ាងណាដែរអ្នកគ្រូឧទាហរណ៍តែឥឡូវសិនយើងវះកាត់2ដងហើយយើងចង់បានកូនទី3ឧទាហរណ៍ថាអញ្ចឹងតែយើងត្រូវសម្រាលធម្មជាតិឬមួយក៏យើងយ៉ាងណាទៅឬមួយក៏អាចបានតែ2ដងហ្នឹងទេចាកាពិតវះពីម្ដងទៅម្ដងគឺកាន់តែគ្រោះថ្នាក់ទៅអញ្ចឹងមិនមែនចំនួនកូននឹងជាអីដែលកំណត់ទេមានន័យថាតើបើកពោះម្ដងនឹងសភាពស្អិតនឹងកម្រិតណាអញ្ចឹងវះម្ដងឆ្លើយម្ដងឧទាហរណ៍ថាវះលើកទី1ច្បាស់ណាស់ស្បែកពោះយើងអត់ដែលទទួលរងនៅការវះកាត់ទេអញ្ចឹងគឺធម្មតាសុទ្ធសាធនៅពេលដែលគេបើកពោះលើកទី2គេនឹងវាយតម្លៃជាក់ស្ដែងថាតើស្បូននឹងសភាពស្បូននឹងអាចយកកូនលើកទី3បានអត់បើគាត់នៅក្រាស់ល្អគាត់អត់មានបញ្ហាស្អិតផ្លោកនោមឬក៏អីទេគាត់យកអាទី3បានបើចូលដល់ទី3គេបើកពោះលើកទី3គេឃើញថាវានៅល្អទៀតយកអាទី4បានទៀតបើយើងនិយាយពីថាតើចំនួនប្រមាណវាអត់មានចំនួនមួយស្តង់ដារថាមនុស្សម្នាក់ត្រូវតែប៉ុន្មានទេអ្នកខ្លះគាត់វះ4ដងអ្នកខ្លះដល់5ដងក៏មានដែរតែអ្វីដែលអ្នកគ្រូចង់បញ្ជាក់ទៀតគឺយើងមិនអាចមើលទុកមុនហើយអីកូក៏ដោយក៏យើងអាចឆ្លើយទុកមុនថាចេះខ្ញុំនឹងយកកូនបានមួយអ្នកពេទ្យបើខ្ញុំវះអត់ទេវះម្ដងវាយតម្លៃម្ដង
បើពោះលើកហ្នឹងវាយតម្លៃសម្រាប់លើក ចាវាយតម្លៃហ្នឹងយើងវាយតម្លៃពេលណា អំឡុងពេលវះកាត់ អំឡុងពេលវះ ចា កាត់ អំឡុងពេលវះកាត់បើស្ថានភាពហ្នឹងទើបតែវះលើកទី2ឯងប៉ុន្តែស្បែកពោះរបស់គាត់ស្អិតខ្លាំងហើយទៅសាច់ស្បូនរបស់គាត់ស្ដើងខ្លាំងឬក៏គាត់មានបញ្ហាសុកពាំងមាត់ស្បូននៅពេលហ្នឹងអញ្ចឹងច្បាស់ណាស់គឺហាមមិនឲ្យយកអាទី3តែម្ដងពីព្រោះគាត់នឹងប្រឈមមួយគ្រោះថ្នាក់ធ្ងន់ជាងលើកនឹងទៀតបើសិនជាគាត់យកទី3អញ្ចឹងបានអ្នកគ្រូបញ្ជាក់ឲ្យបញ្ជាក់ទៀតថាมันអាចយកលក្ខខណ្ឌ កូនមួយ កូនគេយកមកដាក់លើកូនយើងហើយគ្រាន់ថាចំនួនកូនបើយើងនិយាយថាភាគច្រើនដែលឃើញណាជាមធ្យមអ្នកវះគាត់យកត្រឹម2ត្រឹម3ហ្នឹងអស់ហើយព្រោះកាលណាវះត្រឹម3ដងស្បូនហ្នឹងកាន់តែស្ដើងមែនតើហើយតែបើសួរថាតាមវិទ្យាសាស្ត្រគេកំណត់ប៉ុន្មានអត់ទេមនុស្សម្នាក់ៗខុសៗគ្នាទោះបីជាគ្រូពេទ្យតាមម្នាក់ហ្នឹងរបៀបវះតាមម្នាក់ហ្នឹងក៏ដោយប៉ុន្តែខ្លួនយើងឆ្លើយតបជាមួយនឹងរបួសនឹងបែបណាយើងអត់អាចឆ្លើយទុកមុនទេចា ចាអញ្ចឹងសម្រាប់សំណួររបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងប៉ុន្តែខៃឡូអ្នកគ្រូមានជាសារអីដើម្បីលើកទឹកចិត្តសម្រាប់អ្នកដែលគាត់អាចបានថា compare រវាងការសម្រាប់ធម្មជាតិហើយនឹងវះកាត់ក៏ដូចជាការលើកទឹកចិត្តទៅដល់ម៉ាក់អញ្ចឹងណាចាអ្នកគ្រូមានអីមាន ចាសម្រាប់នាងខ្ញុំនៅតែលើកទឹកចិត្តឲ្យម៉ាក់ទាំងអស់គ្នាសម្រាប់កូនដែលធម្មជាតិមិនថាបែបណាទឹកចិត្តរបស់យើងនឹងគឺខ្លាំងបំផុតនៅក្នុងការដែលឲ្យកូនយើងកើតចេញមកព្រោះហេតុផលមួយដែលធ្វើឲ្យស្ត្រីជោគជ័យនៃការសម្រាប់ធម្មជាតិគឺអាភាពរឹងមាំនិងទឹកចិត្តរបស់គាត់ហ្នឹងឯង ចា ប៉ុន្តែត្រូវទទួលស្គាល់ ទឹកចិត្តហ្នឹងគឺតែចាដូចពេលដែលខ្ញុំកំពុងតែឈឺពោះចឹងខ្ញុំគិតថាចាអូ8កាំមកខ្ញុំសួរថាខ្ញុំឈឺខ្លាំងអត់ខ្ញុំឈឺខ្លាំងប៉ុន្តែបើឲ្យខ្ញុំធំដល់10កាំក៏ខ្ញុំធំបានដែរតែពេលហ្នឹងដោយសារទឹកចិត្តខ្ញុំគឺខ្ញុំនឹងទ្រាំដើម្បីខ្ញុំសម្រាប់ធម្មជាតិបានតែនៅពេលដែលខ្ញុំសម្រេចចិត្តថាអ្នកគ្រូអូខេអត់អីទេវះទៅពេលហ្នឹងថាខ្ញុំចាំពេទ្យយូរ8កាំអត់យូរដល់ពេល ចាដល់ពេលគ្រាន់តែគេរៀបចំបន្ទប់ដែលដើម្បីរុញយើងចូលហ្នឹងណាហើយខ្ញុំមកនាទីខ្ញុំចាំដូចមួយឆ្នាំទៅពេទ្យយូរមែនការបានរុញខ្ញុំទៅវាថាដោយសារហ្នឹងខ្ញុំគិតថាទឹកចិត្តហ្នឹងវា ពេលហ្នឹងយើងអស់ទឹកចិត្តហើយយើងដឹងថាវា fail ហើយអញ្ចឹងអារយៈពេលហើយនឹងកម្លាំងយើងហ្នឹងគឺអស់ហ្មងពេលហ្នឹងថាអូយហេតុអីក៏ពេទ្យយូរខ្លាំង កាពិតខ្លីសោះហ្នឹងអារយៈពេលតែប្រហែលនាទី ចាដល់ពេលអាចាំឈឺពោះពីដើមមកឈឺរាប់ម៉ោង ចាអញ្ចឹងបានថាយើងខំឲ្យអស់ជាម៉ែយើងខំឲ្យអស់មិនថាតាំងពីបាត់រដូវនិយាយជាអស់ទៅនឹងខ្ញុំលើកទឹកចិត្តថាតាំងពីមុនមានកូនណាចង់បានកូនរៀបគម្រោងឲ្យច្បាស់ថាខ្លួនខ្ញុំមិនហីដល់ពេលមានកូនថែខ្លួនឲ្យល្អបំផុតពេទ្យឲ្យធ្វើអីពេទ្យឲ្យអនុវត្តអីតមអីសួរថាតមហ្នឹងពេទ្យកាត់កូនរួចទេពេទ្យអត់ច្បាស់ដូចគ្នាខ្ញុំអត់ចូលចិត្តនិយាយលើសអីដែលជាការពិតទេប៉ុន្តែសួរថាពេលដែលយើងធ្វើពីមួយជំហានទៅមួយជំហានយើងអស់ចិត្តសម្រាប់កូនយើងដល់ថ្ងៃឈឺពោះយើងវាយតម្លៃកើតបានទេពេទ្យបើខ្ញុំនៅកើតបានខ្ញុំឡើងកើតបើសិនជាគាត់នៅតែទៅមុខបានគាត់ទៅមុខតែបើសិនជាដល់ពេលមួយដែលគាត់មើលឃើញថាស្ថានភាពនឹងគ្រោះថ្នាក់សម្រាប់ម្ដាយនិងកូនគឺគាត់បដូរទៅការវះកាត់ទៅពីរនឹងតម្លៃដូចគ្នាអត់មានមួយណាពិសេសជាងអត់មានថាអូវះនឹងអន់អត់ទេ ស្រឡាញ់កូន ភ្លើងគេងក្រោមភ្លើងវះកាត់នឹងអារម្មណ៍ហោះទៅដល់ណាហោះអត់ណីហើយគឺភ័យណាស់ពួកគេវះពោះមនុស្សហ្នឹងមិនមែនស្រួលទេ ពិសេសអារម្មណ៍ដែលគេចាក់ឆ្អឹងខ្នងហ្នឹងគឺចាំហ្មងហើយញាក់ ចាសូរឿងច្រើនណាស់ដែលយើងតែងតែគិតខុសពីអាហ្នឹងណាព្រោះវាក៏ពិតទៅវាជាខ្លួនប្រាណរបស់ស្ត្រីវាជាកូនរបស់គាត់ប៉ុន្តែមិនមែនគាត់ម្នាក់ឯងអាចកំណត់បានទេកត្តា3ដែលធ្វើឲ្យគាត់សុវត្ថិភាពកូនម៉ែហើយនឹងការមានផ្ទៃពោះយកខ្លួនឯងមើលលើខ្លួនឯងឥឡូវហ្នឹងកុំប្រៀបធៀបជាមួយអ្នកណាកុំប្រៀបធៀបជាមួយនឹងអ្វីដែលធ្លាប់កើតមានពីមុនមកហើយច្បាស់លាស់អំពីជំរឿដែលខ្លួនឯងរើសហ្នឹងតើហេតុអីបានខ្ញុំវះហេតុអីបានខ្ញុំកើតអញ្ចឹងខ្លួនគាត់មិនថាបែបណាគឺគាត់សប្បាយចិត្តគាត់អាចទទួលយកបានទៅលើលទ្ធផលរបស់គាត់ ចាអរគុណអ្នកគ្រូចង់មែនតើហើយសង្ឃឹមថាអ្នកដែលគាត់ស្ដាប់ជាមួយនឹង podcast នេះមិនថាជាអ្នកដែលគាត់សម្រាប់កូនដំបូងឬមួយក៏ទី2ទី3ឯងយើងអាចយល់ពីគុណតម្លៃនៅក្នុងការពោះរបស់ការសម្រាលមួយនេះឯងហើយសង្ឃឹមថាវីដេអូនេះក៏ជាការចែករំលែកផងហើយក៏ជាសារលើកទឹកចិត្តទៅដល់ម៉ាក់ទាំងអស់គ្នាផងដែរចាហើយអរគុណសម្រាប់ការតាមដានជាមួយនឹង podcast នេះយើងជួបគ្នានៅសប្តាហ៍ក្រោយតាមពេលវេលានឹងមកដែរអរគុណ